សូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីនៅតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាច្រើនហើយនៅចុងកម្មវិធីនឹងផ្ដល់ជូនបន្ថែមទៀតទាក់ទិនទៅនឹងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិថ្មីដែលបានកើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកមកជម្រាបជូនតែខណៈនេះពីកម្មវិធីសូមផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាមុនសិនបាទក្រុមហ៊ុន International SOS របស់ប្រទេសបារាំងនិងក្រុមហ៊ុន World Bridge Group របស់កម្ពុជាបានបង្កើតរបបថ្មីមួយនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជាជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅកិច្ចសហការរួមគ្នាដែលបានប្រព្រឹត្តឡើងនៅសន្តាគារ Shangri-La រាជធានីភ្នំពេញពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់មន្ត្រីការទូតតំណាងរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធសំខាន់ក្នុងវិស័យនេះដើម្បីអបអរសាទរនិងជាសក្ខីភាពនៃភាពជាដៃគូដែលរួមបញ្ចូលគ្នានៅបទពិសោធន៍ជាសកលរយៈពេល4ទសវត្សរ៍របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវិទ្យាសាស្ត្រនិងសន្តិសុខជាមួយនឹងភាពជាអ្នកដឹកនាំក្នុងស្រុកយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន Burberry Group ដែលកំពុងប្រតិបត្តិការពហុធុរកិច្ចក្នុងវិស័យចម្រុះនៅកម្ពុជាអាយដាម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ពីសារៈសំខាន់នៃក្រុមហ៊ុន International SOS ដែលជាក្រុមហ៊ុនមានប្រភពដើមពីប្រទេសបារាំងហើយបាននឹងកំពុងតែបង្កើនការបដិញ្ញាចិត្តដ៏មុតមាំបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាប្រវត្តិសាស្ត្រជាមួយនឹងក្រុមហ៊ុនដ៏ធំនៅក្នុងស្រុក World Bridge Group ផងដែរអ្នកអង្គការសេរីធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងថាការសហការនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់របស់ប្រទេសកម្ពុជាសម្រាប់សន្តិសុខភាពខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ខាងមុខទន្ទឹមនឹងនេះដែរអ្នកអង្គការសេរីធីក៏បានគូបញ្ជាក់ពីសសរស្តម្ភស្នូលមួយចំនួនដែលនាំឲ្យកិច្ចសហការនឹងនាំមកនៅអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជារួមមានការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិជាបណ្ដាញជំនួយវេជ្ជសាស្ត្រសកល24ម៉ោងលើ7ថ្ងៃដែលផ្ដល់ឲ្យអាជីវកម្មក្នុងស្រុកនៅការទទួលបានដោយផ្ទាល់នៅដំបូន្មានព្យាបាលឈានមុខគេលើពិភពលោកនិងការសម្របសម្រួលសង្គ្រោះបន្ទាន់ដែលពីមុនមានផ្ដល់ជូនតែនៅមជ្ឈមណ្ឌលសកលធំប៉ុណ្ណោះភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ដោយដោះស្រាយនៅអ្វីដែលអ្នកអង្គការបានពិពណ៌នាថាជាភស្តុភារកម្មនៃសុខភាពតាមរយៈបណ្ដាញលទ្ធកម្មដែលមានតម្លាភាពប្រសិទ្ធភាពនិងគុណភាពខ្ពស់សម្រាប់ឧបករណ៍វិទ្យាសាស្ត្រនិងឱសថការច្នៃប្រឌិតសុខភាព Digital ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់និងឧបករណ៍ Digital ដើម្បីជួយដល់ស្ថាប័ននានាក្នុងការព្យាករណ៍និងការពីវិបត្តិសុខភាពមុនពេលវាកើតឡើងដែលជាការឈានទៅមុខលើសពីការព្យាបាលអ្នកមានជំងឺមកជាការការពារនិងគ្រប់គ្រងសុខភាពទុកជាមុនវិញអ្នកអង្គការសេរីធីបានមានប្រសាសន៍សង្កត់ធ្ងន់ថាយើងចាត់ទុកការសហការនេះជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាលហើយយើងបដិញ្ញាចិត្តដើរតួនាទីជាស្ពានចម្លងមួយដើម្បីផ្សារភ្ជាប់ចក្ខុវិស័យរបស់កម្ពុជាជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជននិងជំនាញកម្រិតសកលអាយដាម Oliver Richard បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសបារាំងចំពោះភាពជាដៃគូអន្តរជាតិដែលលើកកម្ពស់ស្តង់ដារសេវាថែទាំសុខភាពនិងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាយដាមឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរដែលមានចក្ខុវិស័យរួមគ្នាក្នុងការនាំយកសក្តានុពលនេះមកកាន់ប្រទេសកម្ពុជាផងដែរសូមជម្រាបថាតាមរយៈកិច្ចសហការនេះក្រុមហ៊ុន International SOS និង World Bridge Group នឹងផ្ដល់នូវកញ្ចប់សេវាកម្មរួមបញ្ចូលគ្នាដល់ក្រុមហ៊ុនពហុជាតិស្ថាប័នការទូតស្ថាប័នអន្តរជាតិនិងអតិថិជនឯកជនលំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីបណ្ដាញជាសកលនៃអ្នកជំនាញវិទ្យាសាស្ត្រអ្នកជំនាញសន្តិសុខនិងប្រព័ន្ធបច្ចេកវិទ្យាសុខភាព Digital របស់ក្រុមហ៊ុន International SOS ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទំនាក់ទំនងនិងជំនាញប្រតិបត្តិការដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន World Bridge Group